ខ្ញុំបានសុខចិត្តពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលគណនេយ្យនិងហិរញ្ញវត្ថុ AFT Center ក្នុងខណៈនេះអ្នកគ្រូសូមចែករំលែកអំពីចំណាយ expense ចំណាយជាអ្វីមុននឹងចាប់ផ្ដើមយើងសូមធ្វើការស្វែងយល់អំពីនិយមន័យនៃចំណាយគឺជាការចំណាយដែលកើតឡើងដើម្បីដំណើរការនិងបង្កើតចំណូលនៅក្នុងអង្គភាពឬក៏ក្រុមហ៊ុនគោលបំណងនៃចំណាយតំណាងឲ្យលំហូរចេញនៃធនធានសាច់ប្រាក់ទ្រព្យសកម្មដែលប្រើសម្រាប់ធ្វើសកម្មភាពអាជីវកម្មឬក៏បើកក្រុមហ៊ុនផលប៉ះពាល់នៃចំណាយការចំណាយត្រូវបានកាត់ចេញពីប្រាក់ចំណូលដើម្បីកំណត់ប្រាក់ចំណេញឬការបាត់បង់របស់ក្រុមហ៊ុនចំណាយកើនឡើងខាងឥណពន្ធដែលគេហៅថា debit ហើយថយចុះវិញនៅខាងឥណទានដែលគេហៅថា credit វាគឺជាគណនេយ្យសម្រាប់ចំណាយវាកាត់ឡើងនៅពេលដែលមានប្រតិបត្តិការចំណាយក្នុងគ្រាគណនេយ្យនិងថយចុះវិញនៅពេលជំរះផ្ទេរនៃឆ្នាំសារពើពន្ធដែលគេហៅថាចុងឆ្នាំបិទបញ្ជីគណនេយ្យចំណាយមានដូចជាប្រាក់ខែ salary expense ការជួលការិយាល័យ rental expense ចំណាយលើការផ្សព្វផ្សាយ marketing and advertising expense ចំណាយលើ internet expense ចំណាយរំលោះទ្រព្យសកម្ម depreciation expense ចំណាយបង់ប្រាក់ពន្ធប្រចាំខែ salary tax expense ចំណាយលើធានារ៉ាប់រង insurance expense និងមានផ្សេងជាច្រើនទៀតអាស្រ័យទៅលើប្រតិបត្តិការនៃក្រុមហ៊ុនច្រើនឬក៏តិចរបៀបកត់ត្រាគណនេយ្យ How to record expense គឺកើនឡើងនៅខាង debit ហើយក៏វាថយចុះវិញនៅខាង credit ដែលជាភាសាខ្មែរចំណាយកើនឡើងខាងឥណពន្ធនិងថយចុះនៅខាងឥណទានរបៀបកត់ត្រាចំណាយ How to record expense នៅក្នុងការទូទាត់ចំណាយមាន3ប្រភេទបើសិនជាការទូទាត់នេះជាសាច់ប្រាក់ឬក៏តាមកងធនាគារអញ្ចឹងយើងកត់ត្រាដោយការប្រើថ្ងៃខែ date expense ដែលជាចំណាយនៅពេលដែលវាកើនឡើងនៅខាង debit បើសិនជាទូទាត់ជាសាច់ប្រាក់ឬក៏តាមធនាគារ cash ឬក៏ជា bank ដែលជាទ្រព្យសកម្មនេះវាថយចុះនៅពេលយើងប្រើប្រាស់ហើយវាថយចុះវាទៅថយចុះនៅខាង credit វិញចំណែកបើសិនជាការទូទាត់ចំណាយតាមរយៈបានទូទាត់ជាសាច់ប្រាក់ឬក៏តាមធនាគារអញ្ចឹងយើងកត់ត្រាដោយចំណាយកើនឡើងនៅខាង debit ចំណែក account payable ដែលជាគណនេយ្យគេហៅថាបំណុលគឺថយចុះវិញនៅខាង credit ចំណែកឯការទូទាត់ចំណាយដែលយើងអត់ដឹងថាទូទាត់រយៈពេលប៉ុន្មានឬមិនកំណត់គេហៅថា accrual អញ្ចឹងយើងអាចកត់ត្រាចំណាយ expense នេះនៅខាង debit ហើយវាថយចុះ accrual នេះនៅខាង credit វិញដើម្បីឲ្យកាន់តែជឿច្បាស់អំពីគណនេយ្យចំណាយនេះអ្នកគ្រូសូមលើកឧទាហរណ៍ទី1ក្រុមហ៊ុន Da Cambodia Co Ltd បានធ្វើការចំណាយសាច់ប្រាក់ទៅតាមធនាគាររបស់ខ្លួនចំនួន$5,000សម្រាប់បើកប្រាក់ខែបុគ្គលិកយោងតាមកិច្ចសន្យាក្រុមហ៊ុនជាមួយនឹងបុគ្គលិកក្រុមហ៊ុនគឺជាអ្នកជួយចេញថ្លៃពន្ធប្រាក់ខែជូនរដ្ឋចំនួន$100របស់ក្រុមហ៊ុននៅថ្ងៃទី24ខែធ្នូឆ្នាំ2024ចូលកត់ត្រាប្រតិបត្តិការនេះអញ្ចឹងយើងមើលទៅតាមប្រតិបត្តិការជាក់ស្ដែងបើសិនជាខាងក្រុមហ៊ុនគាត់ចិត្តជួយចេញប្រាក់ខែឲ្យទៅបុគ្គលិកដោយនៅក្នុងកិច្ចសន្យាបុគ្គលិកឧទាហរណ៍ថាបុគ្គលិកចូលមកប្រាក់ខែ500ត្រូវតែទទួលបាន$500គាត់អត់ខ្វល់ពីការបង់ពន្ធមកទេអញ្ចឹងនៅថ្ងៃទី24ខែ12ឆ្នាំ2024 salary expense គណនេយ្យ salary expense គណនេយ្យចំណាយនេះវាកើនឡើងនៅខាង debit $5,000ចំណែកឯ salary tax expense នេះក៏ជាគណនេយ្យចំណាយដែរដែលខាងក្រុមហ៊ុនជាអ្នកចេញថ្លៃជួសបុគ្គលិកនេះបង់ពន្ធជូនរដ្ឋនេះចំនួន$100ហើយខាងក្រុមហ៊ុនទូទាត់ទៅតាមកងធនាគារទៅឲ្យខាងបុគ្គលិកអញ្ចឹង bank គឺជាទ្រព្យសកម្មនៅពេលដែលយើងដកវាមកប្រើប្រាស់គឺវាថយនៅខាង credit ចំណែកឯ salary tax payable នេះក៏បានន័យថាយើងជំពាក់ពន្ធជូនរដ្ឋដែលយើងបង្កងទុកឲ្យហើយទុកហ្នឹងគឺសម្រាប់នៅពេលដែលចុងខែឬក៏ដើមខែចុងខែហ្នឹងគឺយើងយកវាមកទូទាត់ជូនរដ្ឋវិញទូទាត់ជូនរដ្ឋដែលយើងផ្ទៀងផ្ទាត់ជាមួយនឹងឯកសារជាក់ស្ដែងជាមួយនឹង e-filing ជាមួយនឹង QuickBooks ដើម្បីយកទៅមកទូទាត់ជូនរដ្ឋចំនួន$100ដែលជាប្រភេទបំណុលចូលលំហាត់ទី2ដែលជាប្រភេទកត់ត្រាគណនេយ្យចំណាយមួយទៀត
ក្រុមហ៊ុន Honda Cambodia Co Ltd បានធ្វើការចំណាយសាច់ប្រាក់តាមធនាគាររបស់ខ្លួនចំនួន$4,900សម្រាប់បើកប្រាក់ខែបុគ្គលិកយោងតាមកិច្ចសន្យាបុគ្គលិកជាអ្នកចេញថ្លៃពន្ធប្រាក់ខែជូនរដ្ឋចំនួន$100របស់ខ្លួននៅថ្ងៃទី24ខែធ្នូឆ្នាំ2024ចូលកត់ត្រាប្រតិបត្តិការខាងលើនេះប្រតិបត្តិការមួយនេះបានន័យថាក្រុមហ៊ុនអត់ខ្វល់ទេជាមួយនឹងកងត្រាបុគ្គលិកគឺបុគ្គលិកគឺជាអ្នកចេញពន្ធប្រាក់ខែដោយខ្លួនឯងកាត់កងជូនរដ្ឋដោយខ្លួនឯងណាអញ្ចឹងរបៀបកត់ត្រាមួយនេះគឺថ្ងៃ24ខែ12 2024 Salary expense គឺជាគណនេយ្យចំណាយអញ្ចឹងយើងដឹងស្រាប់ហើយគណនេយ្យចំណាយគឺកើនឡើងនៅខាង debit យើងដាក់$5,000មកចំណាយថ្ងៃ24ខែ12 2024យើងបានចេញប្រាក់ចំនួន$4,900ប្រាក់$4,900នេះគឺជាទ្រព្យ current asset វាថយចុះវិញខាង credit អញ្ចឹងយើងចេញប្រាក់តែ$4,900ទេចំណែកឯសារទេតាក់ payable បានន័យថាយើងបង្កងបំណុលតាក់ជូនពន្ធដារនេះជូនរដ្ឋនេះចំនួន$100នៅខាង credit ចានេះគឺរបៀបកត់ត្រាមួយទៀតដែលខុសពីខាងលើទី3លំហាត់ទី3នេះគឺកត់ត្រាផ្សេងទៀតពីលំហាត់ទី1និងលំហាត់ទី2ខាងលើក្រុមហ៊ុនដានីបានធ្វើការចំណាយសាច់ប្រាក់របស់ខ្លួនចំនួន$3,000សម្រាប់ប្រាក់ខែបុគ្គលិករបស់ខ្លួននៅថ្ងៃទី31ខែធ្នូឆ្នាំ2024ចូលកត់ត្រាប្រតិបត្តិការខាងលើបានន័យថាក្រុមហ៊ុនដានីនេះអត់មានបានបង់ពន្ធជូនរដ្ឋឬក៏អីទេអត់ត្រូវបង់ពន្ធជូនរដ្ឋហើយគេទូទាត់ជាខែទៀតអញ្ចឹងថ្ងៃទី31ខែ12 2024 Salary expense តែជាគណនេយ្យចំណាយនេះកើនឡើងនៅខាង debit ចំនួន$3,000ហើយគាត់បានទូទាត់បើកប្រាក់ខែជូនបុគ្គលិកជាសាច់ប្រាក់ចំនួន$3,000អញ្ចឹង current asset ជាសាច់ប្រាក់ហ្នឹងថយចុះនៅខាង credit នៅថ្ងៃទី31ខែធ្នូឆ្នាំ2024ដដែលនេះផងដែរដែលត្រូវជាឆ្នាំសាលអំពើពន្ធក្រុមហ៊ុនដានីបានធ្វើការជំរះផ្ទេរគណនេយ្យចំណាយរបស់ខ្លួនដើម្បីទទួលបានសមតុល្យចុងក្រោយនិងដើម្បីយោងទៅឆ្នាំបន្ទាប់ហើយគណនេយ្យចំណាយលើប្រាក់បៀវត្សនេះត្រូវបានជំនះផ្ទេរបិទចំនួន$3,000ចូលកត់ត្រាប្រតិបត្តិការខាងលើអញ្ចឹងគេធ្វើការបិទបញ្ជីគេហៅថាបិទបញ្ជីបិទចំណាយនិងចំណូលដើម្បីឲ្យដឹងអំពីប្រាក់ចំណេញទី31ខែ12 2024គាត់បានបិទដោយប្រើ income summary income summary ជាគណនេយ្យប្រើសម្រាប់ជំនះផ្ទេរគណនេយ្យណាដែលកើនឡើងខាង debit ឲ្យនៅខាង credit វិញនិងផ្ទេរគណនេយ្យពីខាង credit ឲ្យទៅខាង debit វិញអញ្ចឹងincome ជាទូទៅវាកើនឡើងខាង credit អញ្ចឹងបិទផ្ទេរវាវិញនៅខាង debit $3,000តមក31ខែ12 2024នេះ Salary expense ជាគណនេយ្យចំណាយវាថយចុះពេលជំរះផ្ទេរបិទបញ្ជីដូច្នេះត្រូវចុះនៅខាង credit ដូចនេះ Salary expense វាកើនឡើងខាង debit ហើយវាថយចុះវិញនៅខាង credit ចាខាងប្រតិបត្តិការខាងលើនេះវាកើនឡើងនៅខាង debit នៅពេលដែលយើងបិទផ្ទេរជំរះវាវិញគឺវាថយនៅខាង credit វិញចំនួន$3,000ជាលទ្ធផលនៅថ្ងៃទី31ខែ12 2024 Salary expense ដែលយើងចាប់ផ្ដើម beginning balance ហ្នឹងគឺ$3,000ដល់ពេលយើងផ្ទេរបិទគណនេយ្យ31ខែ12 2024 Salary expense decrease នេះបិទផ្ទេរគណនេយ្យចំនួន$3,000នៅពេលដែលវាបិទហើយ Salary expense ending balance គឺស្មើ0បងប្អូនទាំងអស់គ្នាចង់ទទួលបានចំណេះដឹងអំពីការកត់ត្រាបញ្ជីគណនេយ្យនិងជំនាញរៀបចំបញ្ជីគណនេយ្យសូមទំនាក់ទំនងចុះឈ្មោះចូលរៀននៅមជ្ឈមណ្ឌលដាគណនេយ្យនិងហិរញ្ញវត្ថុ AFT Center ឬតាមរយៈ Facebook page AFT Center ឬក៏ website aft.center.com ឬក៏ប្រឹក្សាយោបល់តាមរយៈលេខទូរស័ព្ទ068 79 7000 ឬ016 38 7000អរគុណ